nhịp số đã xá ចាជំរាបសួរលោក បាទ គ្រូ បាទសុខសប្បាយថ្ងៃនេះ ចា ហ្នឹងហើយញ៉ាំអាហារពេលព្រឹកហើយ រួចហើយ បាទបាទហ្នឹងហើយអញ្ចឹងថ្ងៃនេះលោកគ្រូរីករាយដែលបានជួបរក្សានៅព្រឹកនេះណា ចា ហើយលោកគ្រូមានសំណួរមួយចំនួនចង់ជួបរក្សាដែរអញ្ចឹងណា ចា បាទតើតើជាមួយទៅនឹងការសិក្សារបស់រក្សាអញ្ចឹង ចា ដំបូងសូមឲ្យរក្សាណែនាំខ្លួនប្រាប់លោកគ្រូតិចមកណា ចា ហ្នឹងហើយបាទ ជំរាបសួរលោកគ្រូ បាទ នាង បាទ ខ្ញុំឈ្មោះប៉ាល់រក្សាអាយុ18ឆ្នាំចា អញ្ចឹងតាមព័ត៌មានលោកគ្រូបានដឹងថារក្សាហ្នឹងបានប្រឡងជាប់ទី12ណា ចា គាត់បាននិទេសអីដែរ បាននិទេសទេលោកគ្រូ បាទបាទសម្រាប់ខ្លួនឯងវិញតើមានអារម្មណ៍យ៉ាងម៉េចដែរ សប្បាយចិត្ត សប្បាយរីករាយណា ចា បាទបាទហ្នឹងហើយអញ្ចឹងសម្រាប់រក្សាអាចប្រាប់លោកគ្រូបានទេតើមានកត្តាជំរុញអីខ្លះណាដែលធ្វើឲ្យរក្សាហ្នឹងបានឈានដល់ការប្រឡងចប់ទី12ណា មានកត្តាជាច្រើនដែលជំរុញឲ្យខ្ញុំរៀនចប់ទី12មានដូចជាគ្រួសារសាលារៀនសហគមន៍ បាទបាទ ចា អញ្ចឹងរក្សាអាចប្រាប់លោកគ្រូបានទេតើខ្លួនឯងអញ្ចឹងតើយើងជំនះខ្លួនឯងយ៉ាងម៉េចដែរដើម្បីឈានដល់ចប់ទី12ណា ខិតខំប្រឹងប្រែង ខិតខំប្រឹងប្រែងណាហ្នឹងហើយ ប្រឹងរៀនស្ដាប់គ្រូបញ្យល់ បាទបាទបាទហ្នឹងហើយអរគុណបាទចុះសម្រាប់គ្រូសាវិញគាត់ជួយអីខ្លះដែរ ជួយជាថវិកា បាទបាទ ជួយលើកទឹកចិត្ត ជួយលើកទឹកចិត្តដែរណាបាទ មានមិត្តភ័ក្តិបានជូនទៅរៀន មានទន្ទឹមនឹងហ្នឹងតែមានបញ្ហាប្រឈមអីខ្លះដែរក្នុងការតម្រាំបានសម្រាប់ដល់គោលដៅនេះណាហ្នឹងហើយមានបញ្ហាលំបាកណាហ្នឹងហើយ ខ្លាចដើរដួល ខ្លាចដើរដួលណាបាទបាទអីទៀតតែគាត់ ហើយគេថាខំរៀនធ្វើអី បាទបាទ ចា សម្រាប់នៅពេលដែលកូនចប់ចឹងទាំងគ្រួសារទាំងសហគមន៍ហ្នឹងគាត់មានអារម្មណ៍មិនដែរមកលើអូនណា គាត់សរសើរសប្បាយ គាត់សរសើរសប្បាយចិត្តណា ចា ដែលអូនឯងបានរៀនចប់អីចឹងណាបាទបាទសម្រាប់ខាងអង្គការ Safe Haven ណាដែលលោកគ្រូចុះមកនេះបានធ្វើការជាមួយរក្សារយៈពេលប្រហែលហើយមកដល់ឥឡូវ ប្រហែល8ឆ្នាំ 7-8ឆ្នាំណាអីខ្លះ ចាជួយជាថវិកា បាទបាទ ចាលើកទឹកចិត្ត បាទបាទ ការធ្វើដំណើរជួយ បាទ សៀវភៅកាបូម បាទបាទ ចា ឲ្យបានទៅរៀ ហើយ នណា ខាងអ្នកខាងសុខភាព បាទបា បាន ទ តបនិតសុខភាព បាទបាទហ្នឹងហើយ តាមដានសុខភាពជារៀងរាល់ឆ្នាំ បាទបាទ ចា ហ្នឹងហើ ខាង យ អ្នកគ្រូចលនាមានចលនា បាទបាទ តាមដានចលនាជារៀងរាល់ខែ បាទបាទបាទ ចា ហ្នឹងហើយមានអីទៀតទេ ហើយមានចាក់រូបចាក់អំបោះធ្វើការដើម្បីលក់យុទ្ធវិការរៀន បាទ សូត្រ បាទបាទសម្រាប់ផែនការអនាគតវិញបន្ទាប់ពីគុណបានចប់ណាចប់ ចា បាត់ដប់ណាហើយនឹងបាននិទេសស៊ីណា ចា តើគុណមានផែនការអនាគតចង់រៀនបន្តឬក៏ចង់ធ្វើការអីដែរចឹងណាបាទ នៅថ្ងៃអនាគតចង់រៀន graphic design បាទបាទបាទ ចា ហ្នឹងហើយអញ្ចឹងលោកគ្រូចង់សួរថាមិញកូនចង់រៀនផ្នែក graphic design ណា ចា តើមានហេតុផលអីឬមួយក៏ធ្លាប់ឃើញគេធ្វើការងារហ្នឹងបានអូនចាប់អារម្មណ៍ទៅលើផ្នែកហ្នឹង ធ្លាប់ឃើញ បាទ ចាចាប់អារម្មណ៍ដូចថាមើលទៅចូលចិត្តលោកគ្រូ ចូលចិត្តណា ចា បាទបាទគាត់ធ្លាប់ឃើញតាមណាឯដែរ តាមទូរស័ព្ទ តាមទូរស័ព្ទ ចា ណាបាទគេធ្វើឲ្យខ្លះគាត់ណាផ្នែក graphic design ណា ធ្វើផ្ទាំង poster ដាក់តាមហាងតាមមុខក្រុមហ៊ុនអីលោកគ្រូ អញ្ចឹងចុងក្រោយណាគាត់ឯងមានអរគុណសម្រាប់ខ្លួនឯងអរគុណសម្រាប់គ្រួសារឬក៏សហគមន៍ទេសម្រាប់ជួយជំរុញអូនណាចុងក្រោយ ចាចុងក្រោយអរគុណដល់គ្រួសារសាលារៀនសហគមន៍ហើយនិងអង្គការ Safe Haven ទាំងមូល បាទបាទ